ខាងផ្លូវនឹងទឹកលិចទៅហើយអាហ្នឹងទឹកចំនួនទឹកភ្លៀងស្ទឹងសែនបាទហើយភូមិនេះគឺជាភូមិពីកំពង់ឈើទាលឃុំសម្បូរទៅភូមិឈប់ឃុំឈប់ស្រុកប្រាសាទសម្បូរដូចគ្នាបាទmấyថ្ងៃនេះក៏រៀងសន្ទុំដែរបាទហើយនៅតាមដងផ្លូវនៃមាត់អត្តមាត់លូដែលឃើញប្រជាពលរដ្ឋនឹងបងដួសត្រីផងអីផងមានអ្នកខ្លះបងផងបែបធម្មជាតិបែបបុរាណនេះជាទស្សនភាពបងប្អូនជារដ្ឋអូឃើញតែត្រូវខ្លះដែរតែមិនសូវត្រូវច្រើនទេមាន2-3បាទទស្សនភាពគឺសម្រស់ហ្នឹងគឺស្អាតណាតាមដងផ្លូវគឺទឹកលហលហាចអមទៅដោយដើមត្នោតដែលរៀងដូចឆាត់អញ្ចឹងមើលនេះស្អាតនេះនៅដល់ភូមិជុំបឹងដល់ភូមិជុំបឹងហើយយើងឃើញថាទៅតាមមាត់លូមាត់បន្លាយហ្នឹងគឺប្រជាពលរដ្ឋគឺគាត់នៅតែបន្តបងបានត្រីបានអីឥឡូវយើងមកដល់ភូមិហើយនេះភូមិជុំបឹងឯពីដើមឡើយខែវស្សានេះគឺលិចវាស្រាក់ស្រានទេសាជីទូកមកដល់ភូមិកំណើតសាជីទូកឥឡូវអត់ទេការអភិវឌ្ឍគឺជិះតាមមួយផ្លែតដល់អត់យូរទេកន្លះម៉ោងដល់ដី30-40 គីឡូគឺមួយផ្លែតដល់ហើយបាទហើយយើងនឹងបានទៅមុខទៀតយើងនឹងមានស្ពានថ្មីមួយទៀតគឺស្ពានកាត់ស្ទឹងសែនបាទយើងឃើញថាសមិទ្ធផលជាច្រើនបានរិចស្គុះស្គាយហើយបន្តអភិវឌ្ឍបន្តទៀតក្រោមការដឹកនាំរបស់រដ្ឋាភិបាលបាទពីរដ្ឋាភិបាលចាស់មករដ្ឋាភិបាលថ្មីបាទនេះស្ពានថ្មីស្ពានឆ្លងកាត់ស្ទឹងសែនណាបងប្អូនឥឡូវកំពុងតែរៀបចំឲ្យស្អាតដើម្បីដាក់សម្ពោធជាផ្លូវការអូស្ពាននេះយើងទៅអត់កើតទេចឹងអធិស្ឋានបងប្អូនផងទៅអត់កើតទេដោយសារគេរៀបចំកែលម្អសោភ័ណ្ឌរៀបចំមិនទាន់ហើយចឹងអធិស្ឋានបងប្អូនបាទនេះគឺជាស្ពានឆ្លងកាត់ស្ទឹងសែននៅភូមិឈប់ដែលឆ្លងកាត់ពីឃុំឈប់ទៅឃុំស្រែងស្រុកប្រាសាទសម្បូរនៃខេត្តកំពង់ធំនេះជាសមិទ្ធផលគួរឲ្យមោទនៈបងប្អូនណាដោយសារផ្លូវនេះយើងទៅរួចមិញអញ្ចឹងខ្ញុំសូមថតពីចម្ងាយតិចបាទហើយទស្សនភាពនេះស្រស់ស្អាតណាស់នេះគឺជាទឹកស្ទឹងសែនសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូន